ជាសួរលោកគ្រូខ្ញុំឈ្មោះហ៊ឿនឆៃលៀងថ្ងៃនេះមកinstall Windows Server បន្តមកខ្ញុំធ្វើការ set up នៅក្នុង server របស់ខ្ញុំបន្ទាប់ពីយើង set up ហើយយើងត្រូវបើកម៉ាស៊ីនវាមកមកដល់កន្លែងនេះយើងយក try for into server ហើយមកដល់កន្លែងនេះខ្ញុំបំពេញឈ្មោះម៉ាស៊ីនហើយនឹង username និង password
កន្លែងនេះខ្ញុំប្រើcomment HMI ដើម្បីឆែក user ដែលបានប្រើកន្លែងនេះប្រើ P comment PWD ដើម្បីឆែកឲ្យដឹងថាខ្ញុំនៅ path មួយណាហើយកន្លែងនេះខ្ញុំប្រើ comment A sudo A pt update ហើយកន្លែងនេះខ្ញុំប្រើ comment មួយទៀតsudo apt update upgrade បន្ទាប់ពីខ្ញុំ update ហើយខ្ញុំប្រើ comment មួយទៀត comment HMI ហើយមួយទៀតខ្ញុំប្រើ PWD ហើយចុងក្រោយខ្ញុំប្រើ sudo ជាសួរលោកគ្រូខ្ញុំបានឈ្មោះហ៊ឿនឆៃលៀងមកពី SV7 ថ្ងៃនេះមកធ្វើ install ហើយនឹង connect ASA តបមកខ្ញុំត្រូវ connect ហើយនឹង install ASA សិនconfig setting បន្ទាប់ពី config ខ្ញុំត្រូវ backup ម៉ាស៊ីននៅនឹងទុកសិនបន្ទាប់ពី backup ហើយខ្ញុំត្រូវបើកម៉ាស៊ីនមួយនឹងទុកសិនបន្ទាប់ពី backup ហើយខ្ញុំត្រូវ login user ម៉ាស៊ីនមួយនឹងសិនបន្ទាប់ពីហ្នឹងខ្ញុំត្រូវការ update file pancake មួយចំនួនបន្ទាប់ពីការ update ប៉ុណ្ណឹងហើយខ្ញុំត្រូវការ install ASA
បន្ទាប់ពី update ហើយខ្ញុំត្រូវការ enable SSA ដើម្បីឲ្យវាដំណើរការបន្ទាប់ពីហ្នឹងហើយខ្ញុំត្រូវការcheck status enable ហើយនឹងថាវាដំណើរការបានឬក៏អត់បន្ទាប់ពីយើងធ្វើការ connect IP ហើយយើងត្រូវ connect មួយម៉ាស៊ីនពិតរបស់យើងពេលយើង connect ហើយយើង connect ជាមួយ IP ហើយនឹង IP address ថាមិនច្រឡំយើងត្រូវ connect មួយ username ហើយនឹង IP address តបមកពីហ្នឹងយើងបានឃើញថាវា connect ជោគជ័យអញ្ចឹងវីដេអូយើងនឹងការ install យើងចប់បានតែប៉ុណ្្នឹងជាលាលោកគ្រូជាសួរគ្រូខ្ញុំបាទឈ្មោះហ៊ឿនឆៃលៀងថ្ងៃនេះមកបង្កើត basic comment និងនៅក្នុង file folder និង file ផ្សេងៗមកឥឡូវខ្ញុំបានបើកមិនសិនហើយខ្ញុំត្រូវការlogin ហើយនឹង password ដើម្បី access ចូល Camera ឥឡូវនេះខ្ញុំត្រូវធ្វើការវាយ comment HMI ដើម្បី access ចូលដើម្បីឆែកចូល username បន្ទាប់មកយើងធ្វើការវាយ PWD ដើម្បីយើងដឹងថាយើងចូលក្នុង path មួយណាបន្ទាប់មកយើងវាយ IP .clear A ដើម្បីយក IP address ដើម្បីយកម៉ាស៊ីនពិតដើម្បីយកម៉ាស៊ីនពិតដើម្បីលុបចូល Linux
តមកយើងត្រូវការ login SSH ហើយនឹងឈ្មោះ username ហើយនឹងIP address បន្ទាប់មកកន្លែងនេះយើងធ្វើការយក yes បន្ទាប់មកយើងវាយ password ដើម្បី access ចូលបន្ទាប់ពីយើង access បានហើយយើងធ្វើការ change username មកយើង change path directory បន្ទាប់មកយើងនឹងធ្វើការ update pancake មួយចំនួនបន្ទាប់មកក្នុងហ្នឹងវានឹងទាមទារ password របស់យើងធ្វើការបង្កើត file text ដោយប្រើពាក្យ keyword text ហើយនៅក្នុង file មួយហ្នឹងខ្ញុំនឹងសរសេរ text មួយចំនួនដោយប្រើ keyword echo បន្ទាប់ពីហ្នឹងខ្ញុំនឹងចេញពី file text មួយហ្នឹងដើម្បីទៅបង្កើត folder ម្ដងហើយនៅក្នុងការបង្កើត file ហ្នឹងយើងប្រើ keyword mkdirរបស់ខ្ញុំមានប៉ុណ្ណឹងលោកគ្រូអញ្ចឹងមុននឹងបញ្ចប់យើងត្រូវប្រើ keyword sudo sudo ដើម្បីបញ្ចប់របស់វាតែប៉ុណ្ណឹង
ជាសួរគ្រូខ្ញុំបាទឈ្មោះគឺឆ្លៀងថ្ងៃនេះមក create folder និងកាត់ file នៅក្នុង folder zip and unzip ហើយនឹងតា and untar ហើយក្នុងខ្ញុំចំណេញក្នុង process ហើយអញ្ចឹងខ្ញុំតមកខ្ញុំចាប់បានធ្វើយកហើយសារ comment មួយនេះ mkdl សម្រាប់កាត់ file folder តមកក្នុង01ដល់10ខ្ញុំប្រើ comment ដកពេលដើម្បីអាចបង្កើត folder ជាច្រើនក្នុងពេលតែមួយតទៅខ្ញុំធ្វើការបង្កើតបានហើយខ្ញុំធ្វើការ tree មើលតមកយើងឃើញនៅក្នុងនោះមានពី001ដល់010កន្លែងនេះខ្ញុំបាន install ជាមួយ tree ហើយតមកអញ្ចឹងយើងបាន install វាទៀតកន្លែង comment ថានេះខ្ញុំចង់បង្កើត file នៅក្នុង folder នេះមួយហើយក្នុងការបង្កើតនេះយើងប្រើ tag 001ហើយនឹង slash ឈ្មោះ file វាតពីនោះនេះយើងធ្វើការ tree សាក់ tree ចូលមើលវាតមកយើងបង្កើត file ដែលមានឈ្មោះ link.file.text នៅក្នុង folder 001បន្ទាប់មកយើងធ្វើការបង្កើត file មួយទៀតដោយនៅក្នុង folder 002ក្នុងកន្លែងនេះយើងប្រើក្នុងការបង្កើតដូចគ្នាទាំងអស់ពី folder 001ដល់010បន្ទាប់ពីប៉ុណ្ណាយើងគ្រាន់ដូរឈ្មោះ file ហើយនឹងបន្ថែមឈ្មោះ folder បន្ទាប់មកយើង tree មើលវាបន្ទាប់មកយើងឃើញនៅក្នុង folder នីមួយៗមាន file នៅក្នុងនោះទាំងអស់យើងធ្វើការ zip វាដល់យើងប្រើ command zip ដកនិងឈ្មោះ file zip នោះបន្ទាប់មកយើងត្រូវការប្រើដក zip មួយទៀតបន្ទាប់មកយើងដាក់ឈ្មោះ folder ដែលយើងចង់ zip វាបន្ទាប់មកយើងដាក់001ដោយសារ001វាធំជាងគេដោយសារ001វាក្តាប់002ដល់010បន្ទាប់មកខ្ញុំ install ជាមុនសិនដោយប្រើ command sudo alt install zipបន្ទាប់ពីនោះទៀតយើងធ្វើការបង្កើតតាដោយប្រើ command តាដក clear ដក cvi ហើយនឹងដក clear ឈ្មោះតាហើយចំចត់យើងធ្វើការប្រើដកតា
យើងធ្វើការអានតាដល់យើងធ្វើការដូរវាដក C ទៅដក X តមកយើងធ្វើការត្រីមួយតពីនឹងទៀតវីដេអូខ្ញុំបានចប់តែប៉ុណ្្នឹងហើយជម្រាបលាលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហ៊ឿនឆៃលៀងមកពី SV7 ថ្ងៃនេះខ្ញុំមកនិយាយតាក់ទងពី user management តោះមកខ្ញុំចូលវិញបុកហើយកន្លែងនេះយើងធ្វើការវាយឈ្មោះមកហើយនឹង password ហើយកន្លែងនេះយើងធ្វើការវាយIPA ដើម្បី check IP តទៅពីខ្ញុំធ្វើការវាយ IP ហើយតមកយើងធ្វើការបើក PowerShell តមកកន្លែងនេះយើងប្រើ command ASX ឈ្មោះយើងវាយឆៃលៀង.192.168 161ហើយនឹង password តមកវាចេញបែបនេះតមកកន្លែងនេះយើងវាយ command sudo user ហើយនឹងខ្ញុំឡើងខ្ញុំដាក់ user static បន្ទាប់ពីយើងដាក់ឈ្មោះនិង password តមកយើងអាច check បានជាមួយនឹង command cat flash etc ហើយនឹង password បន្ទាប់មកកន្លែងនេះយើងបានឃើញ high static បន្ទាប់មកកន្លែងនេះយើងធ្វើការ delete user ដែលយើងបានបង្កើតមិញដែលយើងប្រើ command sudo ហើយនឹង user delete ហើយនឹងឈ្មោះបន្ទាប់ពីយើង delete ហើយបន្ទាប់មកយើងមើលទៅយើងមើលឡើងឃើញពាក្យ high static ដែលថាយើង delete មិនយើងធ្វើការ create home directory បន្ទាប់មកយើងប្រើ command sudo sudo user add ហើយនឹង .m បន្ទាប់ពីយើងបង្កើតបានបន្ទាប់មកយើងត្រូវលុបកន្លែងនេះបន្ទាប់មកយើងប្រើ command sudo ហើយនឹង user delete ហើយនឹង high static កន្លែងនេះបន្ទាប់ពីខ្ញុំលុប home user ហើយអញ្ចឹងយើងធ្វើការលុប home directory ដូចគ្នាបន្ទាប់មកយើងវាយ sudo remove.ovs flash home ហើយនឹងឈ្មោះដែលខ្ញុំដាក់មិញគឺ high static បន្ទាប់មកខ្ញុំធ្វើការ check មើលដោយប្រើ command cat flash etc flash និង passwd បន្ទាប់មកកន្លែងនេះយើងប្រើ command sudo user add .m ហើយនឹង .f /bin /base ហើយនឹងដាក់ឈ្មោះ high static ដែលខ្ញុំបានដាក់ពីលើតមកកន្លែងនេះយើងប្រើ command sudo user add ហើយនឹង user delete ដូចដែលខាងលើខ្ញុំធ្លាប់វាយហើយអញ្ចឹងហើយកន្លែងនេះយើងប្រើ sudo user remove.ovs flash home ហើយនឹង flash high static តមកឃើញបែបនេះតមកយើងប្រើ command sudo add user static add user high static ដោយសារឈ្មោះខ្ញុំបានដាក់គឺ high static ឆែមើលដោយវាយ who am I តោះមកខ្ញុំវាយពាក្យ pwd
តើបានយើងវាយស៊ូស៊ីតិចស៊ូហាយស៊ីតិចបន្ទាប់ពីយើងវាយ comment ដែលបានឃើញនៅក្នុងវីដេអូហ្នឹងហើយតមកវាឆែកយើងឃើញប៉ុណ្្នឹងហើយតមកវីដេអូរបស់ខ្ញុំចប់តែត្រឹមហ្នឹងលោកគ្រូជម្រាបលាអ្នកនរគ្នា